បាទជំរាបសួរបងប្អូនពុកម៉ែពូមីងទាំងអស់គ្នាជាទីគោរពបាទថ្ងៃនេះខ្ញុំសូមមក review សៀវភៅចេតសិក52ដួងរបស់លោកគ្រូបណ្ឌិតរស់សុផាតអញ្ចឹងសូមរីករាយស្ដាប់នៅក្នុងសៀវភៅរបស់លោកគ្រូបណ្ឌិតរស់សុផាតទាំងអស់គ្នាដូចតទៅព្រះអភិធម្មមត្ថសង្កហៈបរិច្ឆេទទី2ចេតសិកសង្កហវិភាគរៀបរៀងដោយបណ្ឌិតធម្មបណ្ឌិតរស់សុផាតពុទ្ធសករាជ2541អភិធម្មមត្ថសង្ឃៈបរិច្ឆេទទី2ចេតសិកសង្ឃៈវិភាគនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈសង្ឃៈគាថាឯកបាតៈនិរោធាចៈឯកលំបនៈវត្ថុកាចេតោយុត្តាទ្វិបញ្ញសៈធម្មាចេតសិកាមេត្តាធម៌ទាំងឡាយប្រែថាធម៌ទាំងឡាយដែលប្រកបជាមួយនឹងចិត្តតាមលក្ខណៈ4គឺកើតព្រមជាមួយនឹងចិត្តមួយរលត់ព្រមជាមួយនឹងចិត្តមួយមានអារម្មណ៍ដូចគ្នានឹងចិត្តមួយមានទីកើតជាមួយនឹងចិត្តមួយឈ្មោះថាចេតសិកមាន52ប្រភេទចេតសិកជាធម៌ដែលត្រូវអាស្រ័យចិត្តកើតឡើងនេះមានសេចក្តីថាប្រៀបដូចសិស្សនិងអាចារ្យគឺមានសិស្សក៏ត្រូវមានអាចារ្យមានអាចារ្យក៏ត្រូវមានសិស្សនិងអត់ណាមួយមិនបានសភាវៈទាំងពីរនេះប្រកបព្រមគ្នាដោយវចនថៈដែលលោកពោលទុកថាចេតសិភិវាំងភវាំងចេតសិកាំងវាចេតសិនិយន្តាំងចេតសិកាំងធម្មជាតិកើតក្នុងចិត្តឬប្រកបក្នុងចិត្តឈ្មោះថាចេតសិកចឹងចេតសិកយើងដឹងហើយណាធម្មជាតិកើតក្នុងចិត្តប្រកបក្នុងចិត្តឈ្មោះថាចេតសិកចឹងចិត្តដូចនេះដែលហៅចេតសិកគឺជាធម្មជាតិដែលកើតព្រមជាមួយនឹងចិត្តរលត់ក៏រលត់មួយចិត្តឬក៏យើងអាចនិយាយថាចេតសិកគឺជាគ្រឿងផ្សំរបស់ចិត្តម្យ៉ាងទៀតការដែលចេតសិកប្រកបនឹងចិត្តជានិច្ចនោះហៅថាចេតោយុត្តលក្ខណៈដែលជាការប្រកបព្រមទៅដោយលក្ខណៈ4ទី1ឯកោបាទៈកើតព្រមជាមួយនឹងចិត្តទី2និឯកនិរោធៈរលត់ព្រមជាមួយនឹងចិត្តទី3ឯកលំបណៈមានអារម្មណ៍ដូចគ្នានឹងចិត្តទី4ឯកវត្ថុកៈអាស្រ័យវត្ថុដូចគ្នានឹងចិត្តឥឡូវយើងមេរៀនចេតសិកយើងត្រួសមកបានហើយយើងស្គាល់និយមន័យចេតសិកណាយ៉ាងម៉េចអានេះជាគ្រាន់តែជាចំណុចនេះចេតសិកសង្ឃវិភាគគ្រាន់តែយើងស្វាត់ជាអ្នកមោទសៈហ្នឹងបាទស្វាត់ជាមកឥឡូវយើងដឹងនិយមន័យហើយឥឡូវយើងចូលមកដល់លក្ខណៈតិចតិកៈម្ដងលក្ខណៈតិចតិកៈរបស់ចេតសិកចេតនិសិតៈលក្ខណៈមានការអាស្រ័យចិត្តជាលក្ខណៈនេះទី1ទី2អវិយោគុបាតនរសੰងមានការកើតរួមជាមួយគ្នានឹងចិត្តជានិច្ចទី3ឯកាលំបណៈបច្ចុបតដ្ឋានੰមានអារម្មណ៍ដូចគ្នានឹងចិត្តជាផលចិត្តតុបាទៈបតដ្ឋានੰមានការកើតឡើងនៃចិត្តជាហេតុចិត្តនិងចេតសិកទាំងពីរនេះជានាមធម៌កើតប្រកបជាមួយគ្នាបានចិត្តស្និទ្ធណាស់ដូចភាពតែមួយប៉ុន្តែផ្សេងគ្នាគឺផ្សេងគ្នាតាមកិច្ចគឺចិត្តជាប្រធានក្នុងការដឹងអារម្មណ៍ចំណែកចេតសិកមានការកើតរួមជាមួយនឹងចិត្តហើយតាក់តែងចិត្តឲ្យប្រព្រឹត្តទៅផ្សេងគ្នាអំពីចេតសិក52ដួងចេតសិក52ដួងចែកចេញជាប្រភេទធំមាន3ប្រភេទគឺ
ប្រភេទទី1គឺគេហៅថាអញ្ញសមណាចេតសិក13តួទី2អកុសលចេតសិក14តួទី3សោភណចេតសិក25តួអញ្ចឹងយើងសិក្សាពីតួនីមួយនេះសិនណាបងប្អូនទាំងអស់គ្នាយើងចូលសិក្សាពីអញ្ញសមណាចេតសិក13តួសិនយើងឲ្យស្គាល់ពីអញ្ញសមណាចេតសិកមានអ្វីខ្លះអញ្ចឹងអញ្ញសមណាចេតសិក13តួមានពីរក្រុមបងប្អូននេះកណ្ដាលនេះទី1សព្វចិត្តសាធារណៈចេតសិក7តួទី2បកណ្ណកៈចេតសិក6តួគាត់អត់បងលេខរៀងនេះមានពីរហ្នឹងណាបាទអញ្ចឹងយើងចូលទៅមើលទៅអញ្ចឹងសព្វចិត្តសាធារណៈចេតសិក7តួមានទី1ភាសាភាសាប្រែថាមានការប៉ះទប់ជាលក្ខណៈទី2វេទនាមានការសោយអារម្មណ៍ជាលក្ខណៈទី3សញ្ញាមានការចងចាំជាលក្ខណៈទី4ចេតនាមានការតាំងចិត្តជាលក្ខណៈទី5ឯកកតាមានការមិនរវើរវាយជាលក្ខណៈទី6ជីវិតតន្ត្រីមានការអនុបាលសហចិត្តធម៌ជាលក្ខណៈទី7មនសិការៈមានការបង្រួបបង្រួមសហជាតិធម៌ជាលក្ខណៈឥឡូវយើងចូលអញ្ញសមណាដែរតែចូលចំណុចទី2គេហៅថាបកណ្ណកៈរតរាយវានៅរតរាយសពចិត្តសាធារណៈចេតសិកហ្នឹងគឺវាកើតគ្រប់ចិត្តទាំងអស់បាទហើយវាកើតមានខ្លះអត់ខ្លះពាក្យរតរាយនេះមាន6យើងចូលទៅមើលវិតកៈមានការលើកចិត្តឡើងកាន់អារម្មណ៍ជាលក្ខណៈយើងអាចថាវិតកៈអាចថាត្រេះរិះយ៉ាងទៅវិវិចាវិចារៈមានការពិចារណាអារម្មណ៍ជាលក្ខណៈនេះពិចារណាអារម្មណ៍នេះត្រេះរិះតែយើងសិក្សាឲ្យជ្រៅសភាវៈទៅគឺប្រែថាមានការលើកចិត្តឡើងកាន់អារម្មណ៍ចូលទី3អធិមោខៈមានការសន្និដ្ឋានសម្រេចចិត្តជាលក្ខណៈយើងអាចប្រែបានថាគឺការតាំងសុបទៅលើរឿងអីមួយឥឡូវយើងមើលចំណុចទី4វិរិយៈមានការឧស្សាហ៍ជាលក្ខណៈអញ្ចឹងវិរិយៈវាអាសាតែវាអាសាមានពីរវាអាសាក្នុងផ្លូវល្អនិងមានអាសាក្នុងផ្លូវអាក្រក់ជាងចូលទី5បេតិមានមានភាពពេញចិត្តជាលក្ខណៈអានេះបេតិហ្នឹងគឺពេញចិត្តបាទទី6ឆន្ទៈមានសេចក្តីប៉ុនប៉ងប្រាថ្នានឹងធ្វើយើងប៉ងប្រាថ្នានឹងធ្វើជាលក្ខណៈនេះចូលចំណុចទី2អកុសលចេតសិកគេហៅក្រុមអាក្រក់ក្រុមបាបតែខ្ញុំសូមនិយាយអំពីក្រុមអញ្ញសមណាបន្តិចក្រុមអញ្ញសមណានេះគឺក្រុមដែលអឺកាត់ឡើងស្របដូចថាខាងអាក្រក់កើតឡើងគឺវាគ្រប់គ្រងខាងអាក្រក់ខាងល្អកើតឡើងគឺវាគ្រប់គ្រងខាងល្អអានឹងក្រុមអញ្ញសមណាតិចទៀតយើងបង្កើតជាបានយល់អត្ថន័យវាច្បាស់ហើយវាស្មើខាងអព្យាកតៈកើតឡើងគឺទៅខាងអព្យាកតៈទៅខាងអកុសលកើតឡើងវាទៅខាងអកុសលខាងកុសលកើតឡើងវាទៅខាងកុសលអញ្ចឹងវាតាមគេអញ្ចឹងខ្ញុំសូមរៀបរាប់ប៉ុណ្ណេះសិនចាំថ្ងៃក្រោយយើងចូលនៅក្រុមអកុសលចេតសិកបាទយើងចាប់អញ្ញសមណាសិនយើងត្រួសទៀតណាបងប្អូនអានេះក៏ត្រួសទេយើងចាប់ត្រួសហើយមិនយើងចូលទៅលំអិតនីមួយបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាសូមណាជម្រាបលា